កម្មភាពទាំង7ដែលឆ្មាចូលចិត្តសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីសកម្មភាពទាំង7ដែលឆ្មាចូលចិត្តទី1គឺការបង្ខំឆ្មានឹងឲ្យចូលសង្គមជាមួយនឹងឆ្មាដទៃទៀតជាទូទៅយើងតែងតែគិតថាយកឆ្មាថ្មីមកនៅក្នុងផ្ទះជាមួយដើម្បីឲ្យឆ្មាយើងមានគ្នាអញ្ចឹងណាពួកគេមិនគិតដូចយើងនោះទេពួកគេតែងតែគិតថាយើងយកជនប្រកួតប្រជែងឬជនផ្លែកមុខនឹងមកនៅជាមួយតែគេហៅថាផ្ដោតក្តីស្រឡាញ់ឲ្យអ្នកផ្សេងទៀតអញ្ចឹងណាហើយទី2នោះគឺយើងមិនបានរៀបចំកន្លែងផ្ទាល់ខ្លួននឹងតែឲ្យពួកគាត់បានស្រួលបួនទេជាទូទៅសត្វឆ្មាគឺជាសត្វដែលងាយនឹងភ្ញាក់ផ្អើលខ្លាំងណាស់គាត់តែងតែចង់រកកន្លែងមួយដែលស្ងប់ស្ងាត់ឬកន្លែងណាដែលកាច់គៀវឬក៏ខ្វាច់លេងអត់កុំឲ្យអត់សុខអីចឹងទៅហើយទី3គឺជាការបង្ខំឲ្យគាត់ផឹកទឹកដោះគោហើយទឹកដោះគោនោះគឺជាទឹកដោះគោមែនតើមិនមែនជាទឹកដោះពពែនោះទេជាទូទៅសត្វឆ្មាផឹកទឹកដោះគោប៉ុន្តែទឹកដោះគោចេញពីពពែមិនមែនជាទឹកដោះគោសុទ្ធនោះទេចំណុចទី4នោះគឺជាការឲ្យឆ្មាយើងរស់នៅកន្លែងដែលមានក្លិនខ្លាំងឬគេហៅថាក្លិនឈ្ងុយនឹងឧទាហរណ៍ក្លិនទឹកអប់ក្លិន spray អីជាដើមហ្នឹងហើយចំណុចទី5នោះគឺជាការលេងគាត់3គាត់ហើយអោបគាត់ខ្លាំងឬក៏ប៉ដូចជាកូនក្មេងអីចឹងទៅហើយសត្វឆ្មាអត់ចូលចិត្តឲ្យយើងអោបដូចជាកូនក្មេងនោះទេហើយចំណុចទី6នោះគឺជាការអាយពោះឬជាការលេងពោះខ្លាំងអញ្ចឹងចំណុចពោះហ្នឹងយើងអាចអាយគាត់ថ្នមបានប៉ុន្តែហាមលេងគាត់ខ្លាំងគឺគាត់អត់ចូលចិត្តនោះទេហើយចំណុចចុងក្រោយនោះគឺជាចំណុចទី7គឺជាការនិយាយខ្លាំងឬក៏ស្រែកខ្លាំងហើយសត្វឆ្មាការស្ដាប់សំឡេងហ្នឹងគឺលឺជាងមនុស្សយើងដល់ទៅ5ដងឯណោះអញ្ចឹងជាធម្មតាសត្វឆ្មានៅពេលដែលយើងនិយាយតិចអីក៏គាត់លឺដែរនៅពេលដែលយើងឆ្លោះគ្នាឬយើងនិយាយខ្លាំងហ្នឹងគឺគាត់ផ្អើលហើយក៏ធ្វើឲ្យគាត់ភ័យឬធ្វើឲ្យគាត់ stress ផងដែរហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងបាយ